សូមស្វាគមន៍មកកាន់ការធ្វើដំណើរស្វែងយល់ពីអាថ៌កំបាំងនៃធម្មជាតិនៅក្នុងពិភពលោកដ៏ធំធេងនេះមានសត្វលោកជាច្រើនបានវិវត្តខ្លួនយ៉ាងអស្ចារ្យដើម្បីរស់រានមានជីវិតក្នុងចំណោមនោះមានសត្វមួយប្រភេទដែលត្រូវបានចាត់ទុកថាជាសត្វដ៏ចម្លែកនិងអាថ៌កំបាំងបំផុតនៅលើភពផែនដីពួកវាមានរូបរាងដូចជាការរួមផ្សំគ្នារវាងសត្វជាច្រើនប្រភេទបង្កើតបានជាសត្វដ៏គួរឲ្យស្រឡាញ់ម្យ៉ាងនោះគឺ Platypus មានស្រុកកំណើតនៅតាមខ្សែទឹកហូរយឺតៗនិងបឹងបួដ៏ត្រជាក់នាតំបន់ភាគខាងកើតនៃប្រទេសអូស្ត្រាលីពួកវាជាថនិកសត្វដំបូងដែលពងកូនជំនួសឲ្យការបង្កើតកូនហើយអ្វីដែលរឹតតែពិសេសនោះគឺសមត្ថភាពក្នុងការស្វែងរកចំណីនៅក្រោមផ្ទៃទឹកដ៏ងងឹតស្លុបដោយមិនប្រើប្រាស់ភ្នែកសូម្បីតែបន្តិចហេតុអ្វីបានជា Platypus បិទភ្នែកពេលរកចំណីសម្រាប់សត្វភាគច្រើនភ្នែកគឺជាសរីរាង្គដ៏សំខាន់បំផុតក្នុងការមើលឃើញទិសដៅនិងតាមប្រមាញ់ចំណីប៉ុន្តែច្បាប់ធម្មជាតិបានផ្លាស់ប្ដូរទាំងស្រុងសម្រាប់សត្វ Platypus នៅពេលដែលសត្វ Platypus មុជចុះទៅក្នុងទឹកដើម្បីរកចំណីវានឹងបិទភ្នែកបិទត្រចៀកនិងបិទរុនច្រមុះរបស់វាជិតឈឹងតែម្ដងប្រព័ន្ធការពារធម្មជាតិនេះជួយការពារកុំឲ្យភុខ្សាច់ឬកំទេចកំទីនៅបាតបឹងចូលទៅរំខានឬធ្វើឲ្យប៉ះពាល់ដល់សរីរាង្គដ៏ទុំខ្សោយទាំងនោះប៉ុន្តែសំណួរដ៏ធំមួយបានចោទឡើងថានៅក្នុងភាពងងឹតឈឹងនិងស្ងប់ស្ងាត់ទាំងស្រុងនៅបាតទឹកតើសត្វ Platypus អាចដឹងថាបង្គាខ្យងឬសត្វល្អិតតូចៗរត់ពួននៅឯណាដោយរបៀបណាទោះបីជាភ្នែកនិងត្រចៀកត្រូវបានបិទជិតក៏ដោយក៏ Platypus មិនដែលខកខានក្នុងការចាប់ចំណីឡើយអាថ៌កំបាំងទាំងស្រុងគឺស្ថិតនៅលើចំពុះដ៏អស្ចារ្យរបស់វាមិនដូចជាចំពុះរឹងរបស់សត្វទានោះទេចំពុះរបស់ Platypus មានលក្ខណៈទន់ល្មើយដូចជាស្បែកនិងពោពេញទៅដោយកោសិកាវិញ្ញាណរាប់ម៉ឺនដែលបែងចែកជាពីរប្រព័ន្ធសំខាន់1ប្រព័ន្ធទទួលរលកសញ្ញាអគ្គិសនី electroreceptors នេះគឺជាអច្ឆរិយវត្ថុនៃធម្មជាតិរាល់ពេលដែលសត្វលោកមានជីវិតទោះតូចល្អិតប៉ុណ្ណាក៏ដោយធ្វើការកម្រោកខ្លួនឬបត់បែនសាច់ដុំនៅក្នុងទឹកវានឹងបង្កើតឲ្យមានចរន្តអគ្គិសនីខ្សោយ bioelectricity ភាយចេញមកក្រោយចំពោះរបស់សត្វ Platypus មានសមត្ថភាពខ្ពស់ខ្លាំងមែនទែនក្នុងការចាប់យកចរន្តអគ្គិសនីដ៏តូចស្តើងទាំងនេះ2ប្រព័ន្ធទទួលសម្ពាធទឹក mechanoreceptors ទន្ទឹមនឹងការចាប់ចរន្តអគ្គិសនីចំពោះរបស់វាក៏ដើរតួជាអ្នកវាស់សម្ពាធទឹកផងដែរនៅពេលចំណីហែលកាត់វានឹងបង្កើតជាបម្រែបម្រួលរលកទឹកតូចនៅពេលមុតទឹក Platypus តែងតែគ្រូវីក្បាលពីឆ្វេងទៅស្ដាំថមជាប្រចាំសកម្មភាពនេះគឺដើម្បីឲ្យចំពុះរបស់វាប្រមូលរាល់ព័ត៌មានពីចរន្តអគ្គិសនីនិងរលកទឹកបន្ទាប់មកបញ្ជូនសញ្ញាទៅកាន់ខួរក្បាលបង្កើតបានជារូបភាពខ្សែផែនទី 3D ដ៏ត្រឹមត្រូវមួយវាដឹងច្បាស់ថាចំណីនៅចម្ងាយប៉ុន្មានហែលទៅទិសណាដោយមិនបាច់ពឹងផ្អែកលើពន្លឺព្រះអាទិត្យឬកែវភ្នែកឡើយជីវិតដ៏អាថ៌កំបាំងរបស់សត្វ Platypus បានបង្ហាញឲ្យយើងឃើញថាធម្មជាតិជារឿយៗតែងតែមានវិធីសាស្ត្រដ៏ល្អឥតខ្ចោះនិងទន់ភ្លន់ក្នុងការបំពេញចន្លោះខ្វះខាតរបស់សត្វលោកការមិនអាចមើលឃើញដោយភ្នែកនៅក្រោមទឹកមិនមែនជាឧបសគ្គសម្រាប់ Platypus នោះទេប៉ុន្តែវាបានក្លាយជាឱកាសដែលធ្វើឲ្យពួកវាវិវត្តខ្លួនរហូតមានសមត្ថភាពពិសេសលើសត្វដទៃពួកវាបានរស់រានមានជីវិតយ៉ាងចុះសម្រុងនិងអស្ចារ្យនៅលើភពផែនដីនេះរាប់លានឆ្នាំមកហើយសូមប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាជួយចុច Subscribe និងបើកសញ្ញាកណ្ដឹងម្នាក់មួយផងដើម្បីទទួលបានវីដេអូចំណេះដឹងទូទៅនិងរឿងរ៉ាវអស្ចារ្យជុំវិញពិភពលោកថ្មីជាបន្តទៀតសូមអរគុណសម្រាប់ការទស្សនានិងការគាំទ្ររបស់បងប្អូនទាំងអស់គ្នាសន្យាជួបគ្នានៅវីដេអូឯកសារក្រោយៗទៀតសូមជម្រាបលា